ចាឥឡូវខ្ញុំណែនាំបងប្អូនអរគ្នាទៅតជាមួយនឹងកន្លែងធ្វើការរបស់ខ្ញុំកន្លែងនេះគឺតុញ៉ាំអាហាររបស់កម្មករទាំងអស់ទាំងហើយពួកយើងក៏មានម៉ាស៊ីនចាកម្ដៅម្ហូបតែស្មាននេះគឺពួកគាត់ញ៉ាំអស់ហើយសិតមានតុចាមានចំណីអាហារយកមកហើយទីនេះក៏មានទូទឹកកកចាសម្រាប់ដាក់អីបានដែរចាមានបន្ទប់ទឹកចាមានមីក្រូវេវមានឆ្នាំងបាយមានកន្លែងយើងចានមានអីទាំងអស់និយាយទៅស្រួលแล้วបងប្អូនអរគ្នាមកកន្លែងនេះគឺបកាយរបស់ខ្ញុំគឺបាត់គិតគូរមែនតែសម្រាប់បុគ្គលិកធ្វើការឲ្យគាត់អញ្ចឹងគឺមានកន្លែងញ៉ាំបាយសមរម្យចាមានទូទឹកកកមានកន្លែងយើងចានមានមីក្រូវេវ2 3ចឹងទៅចាចុះផ្ដល់ភាពងាយស្រួលសម្រាប់បុគ្គលិកធ្វើការនៅទាំងអស់គ្នាហើយពួកបុគ្គលិកទាំងអស់គឺគាត់សុទ្ធតែយកអាហារមកញ៉ាំទៅខ្លួនឯងដោយសារទីនេះគឺអត់មានកន្លែងលក់ចំណីអាហារទេអញ្ចឹងរាល់កម្មករធ្វើការនៅនេះទាំងអស់បុគ្គលិកទាំងអស់ហ្នឹងគឺត្រូវតែយកចំណីអាហារចាគ្រប់សពចាសម្រាប់ញ៉ាំខ្លួនឯងអញ្ចឹងហើយពួកយើងធ្វើការនៅកន្លែងនេះញ៉ាំអាហារពេលខ្លះអត់ទៅទៀងទាត់ប្រហែលទេដោយសារអាស្រ័យទៅលើម៉ោងចូលធ្វើការហើយនឹងចង់និយាយថ្លៃឈើពេលខ្លះអត់ទៀងទេបងប្អូនមកគ្នាចាបរិវេណនៅកន្លែងញ៉ាំបាយរបស់ពួកយើងនេះគឺធំចាហើយរាល់ពេលដែលពួកយើងអត់សូវសបោការងារឬក៏មានទេគឺពួកយើងមានជួនកាលទៅរួមគ្នាសម្អាតនៅកន្លែងនេះជួនកាលមានអ្នកមកសម្អាតឲ្យគឺក្លិនតែម្ដងអញ្ចឹងកន្លែងនេះគឺងាយស្រួលសម្រាប់កម្មករទាំងអស់គ្នាកម្មករទាំងអស់គ្នាញ៉ាំអាហារបានមានភាពងាយស្រួលមែនទែនចាបន្ទប់ទឹកទាំងពួងនៅចិត្តទឹកទៀតចាហើយចំពោះម៉ាស៊ីនទឹកក្តៅទឹកត្រជាក់អីក៏ចាមានដកដល់ទឹកក្តៅព្រោះជាឥឡូវនៅតតែទឹកក្តៅទេចាមានមីក្រូវេវមានកន្លែងយើងចានមានអីទាំងអស់ចានិយាយទៅគឺមានភាពងាយស្រួលមែនទែនចាចង់ញ៉ាំកាហ្វេចង់ញ៉ាំអីចាយើងគ្រាន់តែយកកាហ្វេយើងមកយើងនំឆុងញ៉ាំនៅទីបានកាលពីមុនគឺមានចាដល់ឥឡូវនេះមិនសូវមានអ្នកចេះឆុងញ៉ាំឬក៏នេះវាបញ្ជូនទៅខាងអប់ទីទៅចានៅកន្លែងនេះគឺយើងអាចដាំទឹកឆុងអីដោយញ៉ាំទៅខ្លួនឯងឆុងនេះឆុងអីណាចង់ញ៉ាំអីញ៉ាំទៅចាហើយនៅទីនេះក៏មានអ្នកស្នាក់នៅនឹងដែរចាមានអ្នកទីហើយជាមានទូទឹកកកចាទូទឹកកកនឹងមានចំនួន3សម្រាប់ឲ្យពួកគាត់ដាក់ហើយក៏មានបន្ទប់ទឹកមួយទឹកនៅទីនេះដែរអញ្ចឹងមានភាពងាយស្រួលមែនទេចាហើយនៅលើនេះវិញចាសម្រាប់ដាក់អីបានចាចង់ដាក់អីដាក់ទៅក៏ដល់គ្នាចាមេក៏ដាក់ទៅហើយនេះក៏យើងអាចចូលអីយកមកហើយទុកដូចជាមីដូចជាកែវដូចជាអីអញ្ចឹងចាហើយមានចានឆ្នាំងនៅនឹងយើងញ៉ាំហើយយើងលាងហើយយើងចង់និយាយថាញ៉ាំនៅនឹងលាងសម្អាតឲ្យហើយចាំយកទៅផ្ទះក៏បានដែរមានភាពងាយស្រួលណាស់ចាហើយនេះគឺជាបរិវេណពួកយើងញ៉ាំបាយជារៀងរាល់ថ្ងៃនៅទីនេះចានៅកន្លែងធ្វើការរបស់យើងចាខ្ញុំនេះគឺនិយាយទៅងាយស្រួលមែនតើអត់មានត្រូវកម្ដៅថ្ងៃឬក៏អីទេហើយជាពិសេសហ្នឹងពេលដែលក្តៅគឺមានម៉ាស៊ីនត្រជាក់សម្រាប់បើកឲ្យពួកយើងញ៉ាំអាហារនៅទីនេះមានភាពងាយស្រួលផងដែរពីព្រោះថាស្រុកនេះបើថាក្តៅខ្លះបើត្រជាក់ខ្លាំងអញ្ចឹងតកែគាត់គិតគូសពគ្រប់បែបយ៉ាងចាមិនថាកន្លែងកម្ដៅមហូបចាព្រោះនៅស្រុកនេះដល់ស្រាប់ហើយពេលខ្លះវាត្រជាក់អញ្ចឹងអាហារដែលយើងយកមកហ្នឹងគឺញ៉ាំមកកើតទេចាប់ពិបាកញ៉ាំអញ្ចឹងគឺគាត់ត្រៀមចាំម៉ាស៊ីនកម្ដៅឲ្យចាចង់ដាក់ប្រមាណចាបុគ្គលិកទាំងអស់ហ្នឹងដាក់បានគ្រប់គ្នាហើយដូចគាត់និយាយគាត់គិតគូរវែងឆ្ងាយតែតោងជាមួយនឹងទូទឹកកកឲ្យឡើង3 4តែម្ដងចាមិនឲ្យបុគ្គលិកខ្វះខាតក្នុងការដាក់ចំណីអាហារទេចាខាងនេះក៏មានដែរចាហើយអានេះម៉ាស៊ីនកម្ដៅម្ហូបចាម៉ាស៊ីនកម្ដៅម្ហូបចានេះទូទឹកកកចាចង់ដាក់អីដាក់ទៅចានេះម
មានកសៀវមានឆ្នាំងមានម៉ៃក្រូវេវចាមានចង្ក្រានមានសាប៊ូមានអីឲ្យទឹកអស់ចានិយាយទៅគឺមានជំនាញស្រួលមែនទែនអញ្ចឹងថ្ងៃនេះគឺខ្ញុំreview ឲ្យបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងកន្លែងញ៉ាំបាយចាតែប៉ុណ្្នឹងចុះចាំវីដេអូក្រោយនេះខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នានៅកន្លែងវិញខ្ចប់ម្ដងអូខេបងប្អូនទាំងអស់គ្នាបាយបាយមកកាន់នេះមក